សូមនមស្ការក្រាបថ្វាយបង្គំពោះប្រជុំ3នៃព្រះរតនត្រ័យដោយសេចក្តីគោរពនិងសេចក្តីជ្រះថ្លាចម្រើនពរញាតិញោមពុទ្ធបរិស័ទប្រុសស្រីគ្រប់រូបទាំងអស់គ្នាក្នុងគណៈពេលនេះខ្ញុំគណៈអាត្មាភាពបាននិមន្តមកដល់ទីបរិវេណវត្តចេតពុនញាតិញោមបងនៅក្នុងទឹកដីនៃប្រទេសឥណ្ឌានៅក្រុងសាវត្ថីបងឥឡូវនេះអាត្មាកំពុងតែនៅក្នុងទីបរិវេណវត្តចេតពុនដែលជាអារាមរបស់លោកសទ្ធិអនាថបិណ្ឌបងបានកសាងថ្វាយព្រះភិក្ខុសង្ឃមានព្រះសម្មាសម្ពុទ្ធជាប្រធានហើយនៅក្នុងគណៈពេលនេះផងដែរម៉ោងប្រហែលជា7:02បងហើយមេឃកំពុងតែបើកថ្ងៃក្តៅมันជាក្តៅខ្លាំងប្រហែលទេដោយសារអាកាសធាតុនៅតំបន់នេះវារៀងត្រជាក់ដែរអាត្មាភាពចង់នាំញាតិញោមមកទស្សនានៅទីធ្លាបរិវេណវត្តចេតពុនបងនេះនៅខាងនោះអាត្មានោះខាងក្រោយនោះគឺជាព្រះវិហារបងព្រះវិហារវត្តចេតពុនជារោងឧបោសថបងហើយនៅខាងនោះទៅខាងនោះញាតិញោមបងខាងនោះវត្តរាជការាមបងហើយដល់ពេលទៅខាងនេះសាលាធម្មសភានៅខាងនោះខាងក្រៅអាត្មានោះច្រកចេញហើយនឹងចូលមកញាតិញោមជួបខ្លោងជួបព្រះវិហារបងព្រះវិហារវត្តចេតពុននៅក្នុងទីវត្តចេតពុននេះញាតិញោមទាំងអស់គ្នាប្រហែលជាដឹងប្រវត្តិរឿងរ៉ាវខ្លះហើយដែលអ្នកមានសទ្ធាម្នាក់គឺលោកសទ្ធិអនាថបិណ្ឌិកៈបងដែលគាត់ជ្រះថ្លានឹងព្រះសម្មាសម្ពុទ្ធហើយបានកសាងនៅវត្តចេតពុននេះគឺគាត់ទិញដីធំញាតិញោមបងទិញដីពីស្ដេចចេតបងស្ដេចចេតហ្នឹងដំបូងមិនចង់លក់ទេបងប៉ុន្តែបើលក់លោកសទ្ធិចង់ទិញយកទ្រព្យសម្បត្តិកហបណៈហ្នឹងក្រាលនៅលើទីធ្លាដីទាំងមូលហ្នឹងហើយគាត់ក្រាលទៅបានទំហំដីធំដូចជា8ករិស័ក8ករិស័កហ្នឹងបើគិតជាហាត់ដូចជា1000ហាត់បងហើយក្នុងតម្លៃដីហ្នឹងគាត់ទិញកាលនោះ18កោដបងហើយបានគាត់ទិញដីហើយគាត់កសាងកុដិសាលាព្រះវិហារមានដងទឹកមានអីសាលាឆាន់អីក៏មានសរុបទឹកប្រាក់ទៅ18កោដទៀតបងហើយបានគាត់ធ្វើបុណ្យឆ្លងវត្តចេតពុនទាំងមូលនេះអស់ទឹកប្រាក់ក៏18កោដដែរសរុបទៅ54កោដបង54កោដចំណាយក្នុងការកសាងវត្តចេតពុនទាំងមូលនេះហើយវត្តចេតពុនជាអារាមរបស់អនាថបិណ្ឌិកសទ្ធិនេះដែលមានឈ្មោះនេះមានភ្ជាប់ជាមួយនឹងចេតៈហ្នឹងគឺដោយសារដីហ្នឹងគាត់ទិញពីស្ដេចចេតហើយស្ដេចចេតហ្នឹងក៏គាត់បានកសាងខ្លោងទ្វារមួយទុកក្នុងសម្បត្តិនៃពុទ្ធសាសនាដែរក៏លោកសទ្ធិដាក់វត្តហ្នឹងវត្តចេតពុនជាអារាមរបស់អនាថបិណ្ឌិកសទ្ធិទៅនៅក្នុងទីបរិវេណវត្តចេតពុនបងនៅក្នុងក្រុងសាវត្ថីហើយនៅក្នុងក្រុងសាវត្ថីនេះមានមនុស្សរស់នៅច្រើនហើយសិតតែព្រះអរិយបុគ្គលបងព្រះអរិយបុគ្គលហើយមនុស្សដែលរស់នៅសាវត្ថីនេះគឺ70កោដបង70កោដហើយព្រះអរិយបុគ្គលគឺមានប្រមាណជា50កោដហើយសល់20កោដទៀតជាពុទ្ធជនធម្មតាបងការរស់នៅក្នុងកន្លែងនេះបងហើយទៅខាងនោះ
nhiệt nhôm khang nó sala thom ở sập phìa bằng nó sala thom ở sập phìa hay nè tì bạ về nó thom á nhiệt nhôm bỏ thom mình tên bỏ thom là vâng là vơi tay khang nó lên mang cùi nó khang nó miền tùng nhiệt nhôm khơi tùng đó thằng này nó tùng miền sky miền sông là nó mà ăn thiệt này thì nó vọt bị khổ này bỏ miền một thà đi chỉ cà ram bỏ này cái lạnh nó chẳng nhiệt nhôm tây o chơi là cái bon cả na pôn cha chơi chun đã nhiệt nhôm thằng o này bạn này bon sal bạn ở ban nhà bỏ chơi chạy rồi chạ tục cướp ăn cướp kia bỏ xâm hạn một tani